តើអ្នកដឹងទេថាស្ដេចនៃប្រទេសណានៅលើភពផែនដីយើងនេះមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតចម្លើយនោះគឺស្ដេចមហាវិជ្ជរាលង្កននៃប្រទេសថៃគិតត្រឹមឆ្នាំ2025ទ្រព្យសម្បត្តិរបស់ស្ដេចរាមាទី10នៃប្រទេសថៃអង្គនេះត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែលចន្លោះពី43ទៅ52,000 លានដុល្លារសហរដ្ឋអាមេរិកទន្ទឹមនឹងការដែលមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាលស្ដេចថៃមហាវិជ្ជរាលង្កនក៏ជាប់ឈ្មោះថាជាស្ដេចដែលមានរឿងអាស្រូវច្រើនជាងគេបំផុតនៅក្នុងពិភពលោកផងដែរពិសេសពាក់ព័ន្ធជាមួយនឹងរឿងមានស្រីកំណាន់និងប្រពន្ធច្រើននិងការបង្ហាញនៅអាកប្បកិរិយាចម្លែកនៅទីសាធារណៈជាដើមព្រះមហាវិជ្ជរាលង្កនគឺជារាជបុត្ររបស់អតីតព្រះមហាក្សត្រថៃភូមិបុលអាដុលយ៉ាដេតនិងម្ចាស់ក្សត្រីស៊ីរីគិតព្រះអង្គត្រូវបានជ្រើសតាំងជារាជទាយាទដែលត្រូវស្នងរាជបន្តពីអតីតព្រះមហាក្សត្រថៃដែលត្រូវជាបិតាបង្កើតរបស់ទ្រង់តាំងពីឆ្នាំ1972មកម្លេះពោលគឺតាំងពីព្រះអង្គទើបមានព្រះជន្ម12ព្រះវស្សាតែប៉ុណ្ណោះបាននិយាយពីប្រវត្តិសិក្សាវិញស្ដេចមហាវិជ្ជរាលង្កនធ្លាប់បានចូលរៀននៅសាលាយោធាដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Royal Military College នៅទីក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលីព្រះអង្គក៏ធ្លាប់បានសិក្សាផ្នែកសិល្បៈនៅក្នុងសាកលវិទ្យាល័យ New South Wales ផងដែរបន្ទាប់ពីរៀនចប់ផ្នែកសិល្បៈកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យ New South Wales ព្រះមហាវិជ្ជរាលង្កនក៏បានបន្តការសិក្សាលើមុខវិជ្ជាមួយទៀតនៅក្នុងសាកលវិទ្យាល័យមួយក្នុងទីក្រុងបាងកកប្រទេសថៃទូទាំងពិភពលោកនរណាក៏ដឹងដែរថាស្ដេចរាមាទី10នៃប្រទេសថៃអង្គនេះគឺជាព្រះមហាក្សត្រដ៏ហ៊ឺហាប្រើជីវិតរស់នៅលើគំនរមាសប្រាក់ដែលបន្សល់ទុកពីអតីតព្រះមហាក្សត្រថៃចំនួនមុនបូករួមជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនចាយមិនអស់ផ្សេងទៀតដែលកើតឡើងតាមរយៈផលចំណេញពីមុខជំនួញក្រាក់ជាច្រើនរបស់រាជវង្សថៃទាំងអស់នេះគ្រាន់តែជាការសង្ខេបត្រួសអំពីប្រវត្តិខ្លះៗនិងដំណើរជីវិតដ៏ហៃសូរបស់ស្ដេចថៃតែប៉ុណ្ណោះជាបន្តទៅនេះយើងនឹងទៅស្វែងយល់ទាំងអស់គ្នាអំពីថាតើមានលុយច្រើនម្លឹងស្ដេចមហាវិជ្ជរាលង្កនយកលុយទាំងអស់នោះទៅធ្វើអ្វីខ្លះទី1ការចំណាយលុយយ៉ាងច្រើនសម្បើមទៅលើយន្តហោះផ្ទាល់ខ្លួនស្ដេចថៃអង្គនេះត្រូវបានគេមើលឃើញថាជាមនុស្សមានជំនួសចិត្តខ្លាំងក្នុងការហោះហើរនិងស្រឡាញ់យន្តហោះខ្លាំងណាស់ព្រះមហាវិជ្ជរាលង្កនគឺជាម្ចាស់កម្មសិទ្ធិលើយន្តហោះនិងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងស្ទើរមិនគួរឲ្យជឿយោងតាមការចេញផ្សាយដោយសារព័ត៌មានបរទេសជាច្រើនមានដូចជាសារព័ត៌មាន Yahoo ជាដើមបានឲ្យដឹងថាព្រះអង្គមានយន្តហោះផ្ទាល់ខ្លួនចំនួន38គ្រឿងមានហេលីកូបទ័រសម្រាប់ប្រើប្រាស់តែនៅក្នុងរាជវង្សរបស់ព្រះអង្គជាច្រើនគ្រឿងក្នុងចំណោមយន្តហោះទាំងអស់ក្នុងនោះមានយន្តហោះ Airbus ចំនួន3គ្រឿងយន្តហោះ Boeing ចំនួន4គ្រឿងយន្តហោះ Sukhoi Superjet 100ចំនួន3គ្រឿងយន្តហោះចម្បាំង Northrop FIE ចំនួន4គ្រឿងនិងហេលីកូបទ័ររហូតដល់ទៅ21គ្រឿងដោយឡែកសម្រាប់កញ្ចប់ថវិកាក្នុងការចាក់ប្រេងនិងការថែទាំយន្តហោះនិងឧទ្ធម្ភាគចក្រទាំងអស់នោះគឺមានចំនួន64លានដុល្លារសហរដ្ឋអាមេរិកទី2ចំណាយទៅលើការទិញអចលនទ្រព្យដែលមានតម្លៃថ្លៃនៅជុំវិញពិភពលោកគូបញ្ជាក់ថាទ្រព្យសម្បត្តិមួយចំណែកធំរបស់ស្ដេចមហាវិជ្ជរាលង្កនគឺជារាជសម្បត្តិដែលបន្សល់ទុកពីព្រះបិតារបស់ព្រះអង្គគឺព្រះចៅរាមាទី9ឬស្ដេចភូមិវិបុលអាដុលយ៉ាដេតព្រះអង្គគឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងបណ្ដាក្រុមហ៊ុនធំជាច្រើននៅក្នុងប្រទេសថៃបច្ចុប្បន្នក្នុងនោះមានដូចជាក្រុមហ៊ុនធនាគារ Siam Commercial Bank PLC ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ដ៏ល្បី SCG និងក្រុមហ៊ុនផលិតស៊ីម៉ងត៍ Siam Cement PLC ជាដើមតែប៉ុណ្ណោះព្រះអង្គក៏ជាម្ចាស់អគារការិយាល័យដែលមានកម្ពស់ខ្ពស់កប់ពពកជាម្ចាស់ផ្សារទំនើបសន្តាគារនិងអគារពាណិជ្ជកម្មជាច្រើនរាប់មិនអស់ផ្សេងទៀតនៅទីក្រុងបាងកកផងដែរហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងគេនោះគឺគ្រាន់តែរាជដំណាក់របស់ព្រះអង្គមួយកន្លែងមានតម្លៃរហូតដល់ទៅ12លានដុល្លារសហរដ្ឋអាមេរិកហើយមិនមែនមានតែមួយនោះទេទី3ការជះលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើរថយន្តប្រណិតថ្លៃក្រៅតែពីមានជំនួសចិត្តក្នុងការហោះហើរលើអាកាសជាមួយនឹងយន្តហោះប្រណិតដែលមានតម្លៃថ្លៃហើយនោះស្ដេចមហាវិជ្ជរាលង្កនក៏ជាមនុស្សដែលចូលចិត្តរថយន្តខ្លាំងណាស់ដែរគឺមិនខុសពីព្រះបិតាទ្រង់នោះឡើយមែនទែនទៅវាមិនមែនជារឿងចម្លែកអ្វីនោះទេដែលព្រះមហាក្សត្រមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចយ៉ាងព្រះមហាវិជ្ជរាលង្កនជាដើមដែលសពព្រះតីជាមួយនឹងរថយន្តទំនើបដែលមានតម្លៃថ្លៃហើយបានប្រមូលទិញទុក
យោងតាមគេហទំព័រ Hotcar បានឲ្យដឹងថាព្រះអង្គមានរថយន្ត Mercedes 62 Limousine និង Mercedes-Benz S-Class ជាច្រើនគ្រឿងដែលត្រូវបានកម្មង់ឲ្យផលិតជាពិសេសសម្រាប់តែទ្រង់និងគ្រួសាររាជវង្សស្ដេចថៃប្រើប្រាស់តែប៉ុណ្ណោះជាងនេះទៅទៀតស្ដេចថៃអង្គនេះក៏ជាម្ចាស់កម្មសិទ្ធិលើរថយន្ត Mark Rolls-Royce Connect ដែលជាប្រភេទរថយន្តថ្លៃបំផុតប្រណិតបំផុតនិងមានចំនួនតិចបំផុតនៅលើពិភពលោកផងដែរទី4ការចំណាយលុយលើទូករាជវង្សទូករាជវង្សរបស់ស្ដេចថៃគឺជារបស់ដ៏ចំណាស់ហើយក៏បង្កប់ទៅដោយរឿងរ៉ាវអាថ៌កំបាំងជាច្រើនផងដែរគ្មានឯកសារជាក់លាក់ណាមួយដែលនិយាយអំពីប្រវត្តិរបស់ទូកដ៏ចំណាស់មួយនេះនោះទេទូកនេះមានឈ្មោះថាទូកសុផានហង្សដែលជាទូកដ៏ប្រណិតបំផុតមួយនិងត្រូវបានតុបតែងឡើងយ៉ាងពិសេសជាមួយនឹងវត្ថុលម្អមានតម្លៃថ្លៃៗដូចជាឈើប្រណិតមាសនិងរោមសត្វកម្រជាច្រើនប្រភេទទូកនេះត្រូវបានថែរក្សាការពារយ៉ាងតឹងតែងជាទីបំផុតដោយមិនអនុញ្ញាតឲ្យអ្នកផ្សេងណាប៉ះពាល់ឬប្រើប្រាស់ក្រៅតែពីស្ដេចនិងសមាជិករាជវង្សតែប៉ុណ្ណោះអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺគ្រប់ព្រះមហាក្សត្រដែលឡើងគ្រងរាជ្យនៅប្រទេសថៃទាំងអស់តែងតែជិះទូកប្រណិតមួយគ្រឿងនេះនៅក្នុងកម្មវិធីរបស់រាជវាំងពិសេសគឺនៅក្នុងកម្មវិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិចំពោះព្រះមហាវชิราលង្កនក៏មិនខុសពីក្សត្រមុនដែរនៅពេលព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបិតារបស់ទ្រង់ព្រះអង្គបានជិះនៅលើទូកដ៏ស្រស់ស្អាតនេះធ្វើដំណើរប្រមាណជា3គីឡូម៉ែត្រតាមដងទន្លេចៅប្រយ៉ាក្នុងទីក្រុងបាងកកគូបញ្ជាក់ថាកាលនោះគេក៏ឃើញមានព្រះមាតារបស់ព្រះអង្គរួមជាមួយនឹងសមាជិករាជវង្សានុវង្សជាច្រើនអ្នកផ្សេងទៀតក៏មានវត្តមាននៅលើទូកដ៏អាថ៌កំបាំងនេះផងដែរយោងតាមគេហទំព័រ India Times បានឲ្យដឹងថាក្រៅតែពីទូករាជពិធីដ៏ប្រណិតមួយគ្រឿងនេះស្ដេចថៃនៅមានទូកប្រណិតស្រោបទៅដោយមាសជាច្រើនគ្រឿងផ្សេងទៀតផងដែរទី5ការចំណាយទៅលើគ្រឿងអលង្ការមានតម្លៃមិនមែនជារឿងចម្លែកអ្វីទេដែលគ្រួសាររាជវង្សមួយតែងប្រម៉ែប្រមូលទុកនិងមានមាសពេជ្រកែវកងពីទូសូរកានដ៏ច្រើនសន្ធឹកសន្ធាប់នោះពិសេសនៅពេលដែលលុយមិនមែនជាបញ្ហាគ្រឿងអលង្ការដែលជាកម្មសិទ្ធិរបស់ព្រះមហាវชิរាលង្កនមានទាំងគ្រឿងអលង្ការបែបបុរាណនិងគ្រឿងអលង្ការបែបទំនើបជាទូទៅគ្រឿងអលង្ការរបស់ព្រះអង្គតែមានលក្ខណៈពិសេសដាច់ដោយឡែកពីគេនិងអាចនិយាយបានថាមានតែមួយគ្មានពីរពីព្រោះថាជាងមាសនិងជាងពេជ្រដែលរចនាច្នៃប្រឌិតគ្រឿងអលង្ការទាំងនោះតែងតែធ្វើអ្វីដែលពិសេសសម្រាប់ស្ដេចថៃក្នុងនោះមានដូចជាគ្រាប់ពេជ្រឆ្នៃដែលមានទំហំដ៏ធំមួយត្រូវបានគេដឹងថាអាចមានតម្លៃរហូតដល់ទៅ$12 លានសហរដ្ឋអាមេរិកគឺជាកម្មសិទ្ធិរបស់ព្រះមហាវชิរាលង្កននៅមិនទាន់អស់ទេពេជ្រដ៏ស្រស់ស្អាតមួយគ្រាប់ទៀតមានពណ៌ត្នោតនិងមានទំហំយ៉ាងធំរហូតដល់ទៅ546ការ៉ាត់និងត្រូវបានគេដាក់ឈ្មោះថា Golden Jubilee Diamond ដែលត្រូវបានរក្សាការពារយ៉ាងតឹងតែងជាទីបំផុតនៅក្នុងរាជវាំងថៃក្រៅតែពីគ្រាប់ពេជ្រដ៏ធំទាំងពីរខាងលើស្ដេចថៃនៅមានគ្រឿងអលង្ការមាសពេជ្រកែវកងជាច្រើនផ្សេងទៀតគ្រាន់តែយើងសូមលើកយកតែរបស់សំខាន់និងថ្លៃបំផុតមកនិយាយតែប៉ុណ្ណោះទី6ការចំណាយទៅលើការធ្វើដំណើរកម្សាន្តដូចយើងបានដឹងស្រាប់ហើយថាព្រះមហាវชิរាលង្កនគឺជាស្ដេចដែលចូលចិត្តយន្តហោះនិងរថយន្តខ្លាំងណាស់ម្ល៉េះហើយវាមិនចម្លែកនោះទេដែលព្រះអង្គមានជើងវែងចូលចិត្តដើរលេងមិនសូវនៅផ្ទះជាពិសេសនៅពេលដែលលុយមិនមែនជាក្តីកង្វល់ដែលត្រូវគិតនៅអំឡុងពេលដែលព្រះអង្គបំពេញការសិក្សានៅក្រៅប្រទេសស្ដេចថៃអង្គនេះតែងតែធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយពីប្រទេសមួយទៅប្រទេសមួយគឺមិនសូវជាមានវត្តមាននៅក្នុងប្រទេសប៉ុន្មានទេប្រទេសដែលព្រះអង្គតែងតែយាងទៅនិងស្នាក់នៅញឹកញាប់និងយូរជាងគេគឺប្រទេសអាល្លឺម៉ង់គូបញ្ជាក់ថាកាលពីអំឡុងផ្ទុះជំងឺ COVID-19 ព្រះអង្គគ្មានវត្តមានគង់នៅក្នុងវាំងនៃទីក្រុងបាងកកទេកាលនោះព្រះអង្គយាងទៅគង់នៅក្នុងប្រទេសអាល្លឺម៉ង់ដោយជួលសន្តាគារដ៏ប្រណិតមួយនិងជួលមនុស្សរហូតដល់ទៅ250នាក់ឲ្យនៅចាំជួយបម្រើការពារព្រះអង្គផងដែរមិនតែប៉ុណ្ណោះនៅគ្រប់ទីកន្លែងដែលព្រះមហាវชิរាលង្កនបានយាងទៅសុទ្ធតែត្រូវបានរៀបចំនិងការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងជាពិសេសនោះគឺមានការតុបតែងជាមួយនឹងគ្រឿងលម្អប្រណិតនិងមានតម្លៃថ្លៃទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាជីវិតដ៏ហៃសូរបស់ព្រះមហាវชิរាលង្កនគឺជាជីវិតដែលពោរពេញទៅដោយគំនោមាសប្រាក់និងការសប្បាយដែលគ្មានដែនកំណត់